តាមដានទស្សនាការប្រកួតគូពិសេសអន្តរជាតិគូទី2សម្អាតអត់អីទេណាចូលក្តាប់ដៃគូនេះបងប្អូនយើងថាអត់បាន3ទឹកទេបាទយើងจะមើលថាតើបាន3ទឹកអត់ហើយភាគច្រើនគូកង់ចេញម្រាមនេះបើថា3ទឹកពេញនោះគឺភាគច្រើននោះគឺខ្លាចជាគូជួលចិត្តហងសំអានគុណតារបស់លោកគ្រូហងម៉ាក់ខេមដើរចូលមកដៃរបស់សំអានអ្នកតកែវឯណាគាត់នៅគ្រីវងខេត្តតាកែវដើរចូលស៊ូមូសថយក្រោយទីសិនមកជើងកាយឆ្វេរបស់សំអានមកជើងតងវិញលោកក្តាប់ដៃទៅវិញមកចូលក្តាប់ដៃកន្លែងលើរបស់សំអានចេញកន្លែងនេះមួយសំអានខាងឆ្វេងមួយដើរចូលមកដៃខាងស្ដាំរបស់សំអានដើរចូលទៀតហើយសំអានណាសំអានគូដែលបញ្ចប់គូប្រកួតលឿនបំផុត1 លានរៀលដើរចូលកន្លែងនេះចេញចូលល្អមែនទែនស៊ូមូសនេះគឺគេឈ្នះច្រើនហើយតែជាពិសេសការប្រកួតចុងក្រោយរបស់គេបំបាក់កីឡាករធនជាស្នាបាទអាយអូយកន្លែងនេះលោកគូអញ្ញាការ៉ារាប់ហើយ4 5 6 7 8 ងើក្បាលអត់អីបន្តការប្រកួតទៀតស៊ូមូសអាយ៉ាសំអានឃើញកន្លែងឈឺហើយប្រយ័ត្នតិចផងសំអានណាអាចស៊ូមសក៏អាចទៅបានកន្លែងនេះដួលមកសាទៀតគួរយ៉ាងរ៉ារាប់ទៀត2 3 4 ឥឡូវកន្លែងនេះគឺលោកគួរយ៉ាងរ៉ាបញ្ឈប់ការប្រកួតបាត់ទៅហើយអញ្ចឹងគូនេះដូចអ្វីដែលបងប្អូនយើងបានទូទាយថាมันអាចបញ្ចប់ទឹកទី3ទេអបអសាទរហងសំអានយើងនៅទុកសិនដល់ហងសំអានអាចខ្លាចជាគូជក់ចិត្តឬអត់លោករ៉ាស៊ីគូបញ្ចប់គូប្រកួតលឿនបំផុតគាត់នេះក្បាច់លយណាហើយគាត់ក៏សុំការអធិស្ឋានអភ័យទោសជូនទៅកាន់គូប្រកួតមកពីប្រទេសភូមាក៏មានបញ្ហាចង្គង់ឥឡូវនេះសូមបញ្ជាក់ផងដែរថាធនបាទកីឡាករហងសំណាងរបស់យើងបាទហងសំអានរបស់យើងគាត់ផ្ដួលគូប្រកួតនៅក្នុងថេរវេលានៅក្នុងទឹកទី1រយៈពេល1 នាទី57 វិនាទីរបស់សតើមួយបាទអញ្ចឹងហងសំអានគឺរងចាំការប្រកួត4គូទៀតណាបាទប្រសិនបើមិន